Okay, hello everyone. Today I'm going to teach you about the new grammar. Before I start this, I teach you about the grammar. You can see the lesson អញ្ចឹងជាដំបូងដើម្បីឲ្យងាយស្រួលដល់ការប្រើមេរៀនរៀនងាយស្រួលរៀនមេរៀនថ្មីយើងមើលនៅក្នុងទំព័រសិនហើយទំព័រនេះគឺជាមេរៀនថ្មីអញ្ចឹងយើងមើលហើយយើងមើលទៅទៀតទៅជាមួយនឹង lesson A អញ្ចឹង the lesson A the you shouldn't miss it អញ្ចឹងនៅក្នុងហ្នឹង they have uh, a word vocab they have a vocabulary អញ្ចឹងយើង you have to do you have to know about this vocab អញ្ចឹងយើងមើលវាមានសរសេរ picture មាន picture ចំនួន8ដែលយើងត្រូវprepare ឲ្យយើងស្គាល់វាដាក់ចូលអញ្ចឹងដើម្បីឲ្យងាយយល់កាន់តែស្រួលទៀតនៅក្នុង vocab នេះនៅមានការបកប្រែនៅក្នុងទំព័រក្រោយយើងដើម្បីឲ្យយើងកាន់តែយល់កាន់តែងាយយល់ទៀតអញ្ចឹងនេះគឺជា reading ឬក៏ long in context មានន័យថាយើងអ្វីដែលយើងត្រូវអានឲ្យដឹងអញ្ចឹងណាអញ្ចឹងបន្តមកទៀតវាមាននៅ grammar មួយដែលគេនិយាយទៅជាមួយនឹង should and can អញ្ចឹងនៅក្នុងនេះគេបង្ហាញអត់ខ្វះក្បាយប៉ុន្មានទេគ្រាន់តែគេដាក់ឲ្យយើងយល់ប៉ុណ្ណឹងទេអញ្ចឹងដើម្បីឲ្យកាន់តែខ្វះក្បាយទៀតនឹងមាននៅក្នុងទំព័រក្រោយដែលបង្ហាញអំពីអញ្ចឹងតោះទៅ start ទាំងអស់គ្នាទៅជាមួយនឹងការប្រើប្រាស់របស់វាអញ្ចឹងដើម្បីឲ្យកាន់តែស្រួលនិងងាយស្រួលប្រើប្រាស់យើងទៅមើល vocab សិនអញ្ចឹង vocab ដែលមាន8ហ្នឹង the number one sport vertical garden អញ្ចឹងមានន័យថារូបសួនអង្គសាស្ត្រប្រភេទសួនណាសួននៅប្រទេសគេអញ្ចឹង botanical garden ទីពីរ fountain មានថាប្រភពទឹកលុបនៅផងremoval នៅចេញប្រភពទឹកអញ្ចឹងប្រភពទឹកដែលដូចជាយើងឃើញនៅសួនឯមួយយើងឃើញប្រភេទទឹកទឹកដែលបាញ់អញ្ចឹងវាមានប្រភពរបស់វាទីពីរ ទីបី plus មានថាវាំងស្ដាច់យើង square មានរាងការ៉េ castle មាន castle ប្រាសាទប្រភេទប្រាសាទ monument មានថាវាមានប្រភេទវាមានធំអីចឹងតែយើងឃើញនៅប្រទេសគេ pyramid ថារាង4ជ្រុងប្រភេទរាង4ជ្រុង statue មានរូបចម្លាក់ដែលយើងឃើញតាមវត្តតាមភ្នំអីចឹង statue អញ្ចឹង this vocabulary I finish អញ្ចឹងយើងចូលទៅដល់ទៅជាមួយនឹងការប្រើប្រាស់ grammar វិញ Okay, this is a grammar that you have to know and you have to understand. អញ្ចឹង should and can when we use should អញ្ចឹងwe use should for what អញ្ចឹងគេប្រើ should នោះដើម្បីអ្វីអញ្ចឹង should just for recommendation should ប្រើសម្រាប់ការផ្ដល់មតិឬក៏យោបល់ recommendation it mean ការផ្ដល់មតិឬក៏យោបល់ទៅកាន់នរណាម្នាក់អញ្ចឹងថា should recommendation អញ្ចឹង it call should modal verb អញ្ចឹង should យើងអាចនិយាយថាវាជា modal verb អាហ្នឹងអញ្ចឹងមើល form positive របស់វា form subject plus should plus verb plus complement អញ្ចឹងជាយើងមើលទម្រង់របស់វាអានេះគឺជា subject នេះគឺជា should អានេះជា verb 1អញ្ចឹងអានេះជា modal verb ចេញមើលឧទាហរណ៍ you should go to school today ចេះមើលថាអ្នកគួរទៅសាលានៅថ្ងៃហ្នឹងទៅយើងឲ្យយោបល់ទៅកាន់ដៃគូរបស់យើងមិត្តភក្តិរបស់យើងទៅយើងថាអ្នកគួរទៅសាលាថ្ងៃហ្នឹងថ្ងៃហ្នឹងប្រឡងអីចឹងទៅទីពីរ they should eat this food អញ្ចឹងពួកគេគួរតែញ៉ាំអាហារប្រភេទនេះទៅដោយសារតែអាហារហ្នឹងវាមានជាតិពុលជាតិអីហ្នឹងទៅអញ្ចឹង they គឺជា subject should គឺជា modal verb it គឺជា verb this food គឺជា complement អញ្ចឹង verb គឺអត់ប្រែប្រួលទេដោយសារតែ verb ដែលប្រែប្រួលដោយសារតែ verb ហ្នឹងគឺនៅបន្ទាប់ពី subject វានៅបន្ទាប់គ្នាតែបើមាន should មកហើយមាន modal មកហើយ verb គឺមិនប្រែប្រួលទេហ្នឹងណាទីពីរ so form subject ទៅជាមួយនឹង so form negative ទៅជាមួយនឹងបដិសេធអញ្ចឹង subject plus should plus not ឬក៏ទម្រង់កាត់របស់វាគឺ shouldn't plus verb 1 plus complement អញ្ចឹងយើងមើលឧទាហរណ៍ he shouldn't play this game អញ្ចឹងមានថាគាត់មិនគួរលេង game នេះទេ game នេះលេងទៅវាអត់ល្អប៉ះពាល់ដល់ខួរក្បាលទៅ shouldn't play the game អញ្ចឹង he subject should គឺជា modal verb shouldn't នេះ play គឺជា verb the game complement my brother should not watch this movie អញ្ចឹងបងប្រុសរបស់ខ្ញុំមិនគួរមើលរឿងភាគហ្នឹងទេវាល្អមើលទេវាមើលទៅវាអាក្រក់មើលអីចឹងទៅទៅជាមួយនឹង form question វិញយើងគ្រាន់តែលើក should មក form should លើក should ម្នាក់មុខមក subject ផ្លាស់ verb ផ្លាស់ complement អញ្ចឹងនៅពេលដែលយើងលើកវាមកប្រើអត្ថន័យនៃការបកប្រែគឺវាដូចគ្នាទេអញ្ចឹងយើងមើលទៅហោ should I eat this food តើខ្ញុំគួរតែញ៉ាំអាហារនេះអត់ចឹងញ៉ាំអត់នេះគឺជា
phải hú á chứ nào nó time S rồi time S sorry I'm sorry chứ bây giờ cái tha ta không có nhà mà ha penny ở số căn kê tới cái file bánh yes chứ sụt chứ mà thay nhà cô được nhà mà ha tại mà thay cái tha ở tên nó dù số tận như sao trong căn ở bên tại tôi nghĩ xua general question á thì pi so he tried the car ta có cô tập cô bằng làng ngon mà ta có được chiếc số bằng ấy dân tới dân cắt chứng bực có tha còn ai bằng bán ra hay xua mà còn bằng bán tới no he student trong vòng được hay thì chẳng ame ba yo te bingi yo te to jumun suit ni ha chẳng yen cho to mo to jumun nang suit ba man pai ke pra jumun WA question ta ke web ke ta ke pra ke bài mạch chẳng form WA và WA viết miền have miền vân miền vai miền vọt miền vea miền how miền tràn chẳng plus suit plus subject plus verb plus complement chẳng dương gọi là lực suit suit mà tập cho máu WA chẳng nhưng mà đó via suit I go today chẳng mình haខ្ញុំគួរតែទៅណាថ្ងៃហ្នឹងខ្ញុំគួរតែទៅណាយើងគិតខ្លួនឯងយើងសួរតែកាលណាម្នាក់យើងទៅអញ្ចឹងយើងមើលវាគឺជា WH suit 0 I subject go verb 1 today complement អញ្ចឹងគាត់ទៅលើកមកដូចជា do ដាក់ដែរគ្រាន់តែពេលដែលយើងប្រើ do ដាក់ហ្នឹងគឺជា auxiliary verb auxiliary verb ហ្នឹងគឺប្រើដើម្បីមកជំនួយទេអាហ្នឹងវាអត់មានត្រូវការអីទេគាត់ឲ្យយើងប្រើមកជំនួយប៉ុន្តែនេះគឺជា modal verb វាមានស្រាប់យើងអាចប្រើបានហើយយើងអាចសួរយើងប្រើវាមកវិញអញ្ចឹងណាចឹងទីពីរ what should you do this time តើអ្វីដែលអ្នកគួរធ្វើនៅឥឡូវហ្នឹងពេលហ្នឹងអញ្ចឹងយើងសួរទម្រង់បែប what where នេះគឺសួររកព័ត៌មានអញ្ចឹងយើងឆ្លើយវិញគឺទម្រង់បែបព័ត៌មានតែព័ត៌មានមកកាន់គេយើងមិនអាចឆ្លើយជាឲ្យបានទេព្រោះគេមិនមែនសួរតបញ្ជាក់ណាបើយើងសួរ general question យើងគាត់តែបញ្ជាក់ទេយល់អត់ដូចជា should I drink coffee ខ្ញុំគួរញ៉ាំអាហារកាហ្វេអត់ចឹងតែបើយើងថាបើគេគាត់ថា yes យូស៊ូតែនេះគឺសួរទម្រង់ព័ត៌មានយើងត្រូវឆ្លើយវិញគឺទម្រង់ព័ត៌មានអត់ឲ្យឆ្លើយទម្រង់ខាន់ចេះណយបានទេអញ្ចឹងយើងត្រូវដឹងទៅជាមួយនឹងការប្រើប្រាស់របស់វាអញ្ចឹងទៅជាមួយនឹង can វិញតែ can គេប្រើបែបណាI know can you have to learn you used to learn before អញ្ចឹងមានន័យថា can យើងធ្លាប់រៀនមុនមកទៅជាមួយនឹងការប្រើប្រាស់ can អញ្ចឹងទីនេះនឹងសង្ខេបតិចទៀតដើម្បីឲ្យងាយយល់កាន់ច្បាស់ can use for possibility អញ្ចឹង can ប្រើសម្រាប់លទ្ធភាពដែលអាចកើតមានឬក៏សមត្ថភាពដែលយើងអាចធ្វើបានយ៉ាងវិចិត្រលទ្ធភាពដែលអាចកើតមានយើងអាចធ្វើបានអញ្ចឹង form របស់វាដូចជាសួរដែរទេគ្រាន់តែអត្ថន័យនៃការប្រើប្រាស់គឺខុសគ្នាអត្ថន័យនៃការបកប្រែអញ្ចឹង subject plus can plus verb plus complement អញ្ចឹង subject ដូចយើងដឹងហើយ are you ទៅ can គឺជា modal verb ឬដូចជាសួរទាំងនឹងដូចគ្នាទេគាត់តែតម្រង់ការប្រើនៃការខុសគ្នាអញ្ចឹងយើងមើលឧទាហរណ៍ I can drive the car around the world អញ្ចឹងខ្ញុំអាចបើកឡានជុំវិញទីក្រុងរបស់ខ្ញុំឬក៏ទីក្រុងមានថាយើងអាចបើកបានព្រោះយើងចេះបើកឡានអញ្ចឹងណាគឺលទ្ធភាពដែលយើងអាចកើតមានយើងអាចធ្វើបានយើងប្រើ can មកទីពីរ he can eat the food on the table អញ្ចឹងមានថាគាត់អាចញ៉ាំអាហារនៅលើតុនោះបានព្រោះដោយសារតុអាហារនោះវាជាប្រភេទអាហារល្អហ្នឹងទៅអញ្ចឹងវា verb មានប្រើ priority ដោយសារតែ can នេះវាគឺជា modal verb ដែលឈរបន្ទាប់ពី subject ហើយអញ្ចឹង verb ដែលប្រែប្រួលតែ verb នេះឈរបន្ទាប់ពី subject ដែលវាប្រែប្រួលនេះ form positive អញ្ចឹងចំពោះ negative វិញ form subject plus can ឬក៏ plus not ឬក៏តម្រូវកាត់របស់វាគឺ can't បើ verb complement អញ្ចឹងយើងមើលទៅមើលថ they cannot read this language អញ្ចឹងមានន័យថាពួកគេមិនអាចអានប្រភេទភាសានេះបានទេភាសានេះវាពិបាកអានទៅគេគេអាចអានបានលទ្ធភាពដែលមិនអាចធ្វើបានយើងប្រើ cannot ឬក៏ can ចា she can love him មានថានាងមិនអាចស្រឡាញ់គាត់បានទេដោយសារតែនាងហ្នឹងជាមនុស្សដែលកំពុងខ្ពស់ហើយកូនអ្នកមានតែគាត់ជាកូនអ្នកក្រទៅអញ្ចឹងមានលទ្ធភាពដែលមិនអាចកើតមានហ្នឹងអញ្ចឹងតើតើជាមួយនឹងការប្រើប្រាស់អាហ្នឹងយើងដឹងហើយ form របស់វាអញ្ចឹងយើងមើលទៅជាមួយនឹងការប្រើប្រាស់ question វិញទៅជាមួយនឹង yes no អញ្ចឹង yes no មិនខុសពី should មកតម្រងនៃការប្រើប្រាស់ក៏ដូចគ្នាទេគាត់អត្ថន័យនៃការប្រើបកប្រែខុសគ្នាអញ្ចឹង can subject plus verb complement អញ្ចឹងយើងយក can វិញមកអញ្ចឹង can you drink this coffee តើអ្នកអាចញ៉ាំអាហារអាចផឹកកាហ្វេនេះបានអត់យើងប្រើ can នេះគឺយើងសួរថាគាត់អាចផឹកបានអត់បើទៅគេតែគាត់អាចមានហើយអាចហូបបានអត់แล้วก็អញញ៉ាំបាន yes I can មិនកំបានទេ no I can't តែគាត់មិនអាចញ៉ាំបានទេទីពីរ can they take a taxi តើពួកគេអាចជិះឡានឬក៏ជិះឡានឆ្លប់បានអត់អញ្ចឹង take នេះមិនបកប្រែថាយក take គឺថាជិះវិញព្រោះ take a taxi ឬក៏វា take a shower take a shower មិនថាងុយទឹក
chẳng mà có thay chỉ bảo yes they can mà tham bảo no they cannot thìในการมาbảo vệ chẳng như mà form là trong chúng mình đang đọc dụ ấy vậy đỡ chỉ số đa tê còn là dưỡng đấu loại này thì chỉ can tại tại nàyในการแปลเขาคือchẳng sub form นี้ WA ฝาก can ฝาก subject ฝาก complement what can you do ไว้ใน I เธอบ้านเป็นนี่ไว้ใน I เธอบ้านสมมติพี่เราจะ I เธอบ้านยังไงกี่ดิเชีย what can you do I can read the book I can listen the music ที่หมายสาบานหมายจะไตรบานยังไงที่พี่ how can ที่ก่อนในท่าตาตาปกตินั่นตัวบ้านเวียดระเบียบนาจังไม่หายระเบียบแต่ปกติตัวบ้านระเบียบนาจัง they can got it by knowledge by study แต่ปกติตัวบ้านโดยการศึกษาเลยก็ตัวบ้านจะไม่ได้แบบปกติยังไงที่พี่ where can speak จัง where can speak ตาเป็นนั่นนั่นเองอ่านใจบ้านนี่นะอ่านบอกภายในอ่านเป็นอ่านใจบ้าน can บอกภายในอ่านใจบ้านนั่นเอง chẳng mưa áp dụng mình ấy việc men complement chẳng việc when cái chia áp dụng ấy can cái chia modal verb see cái chia subject speak cái chia verb chẳng anh complement ấy thôi nhá chẳng mình cái đặc complement nó mình để tham việc khác biết việc khác và cái đặc object với tha object để khác từ miền mà ta để complement ấy với tha việc khác biết việc khác chẳng bây giờ nó mới là bằng thế là bài mà sinh viên chủ tâm là ai số bàn ok bye bye